វើភ្ញាក់ដឹងខ្លួនឡើងវិញនៅក្នុងអគារចាស់មួយបន្ទាប់ពីសន្លប់បាត់ស្មារតី Henry Hamilton សម្លឹងមើលគាត់ជាលើកចុងក្រោយមុននឹងសម្រេចចិត្តផ្ដល់នូវអ្វីដែលមិនគួរឲ្យជឿនៅពេលវើពិនិត្យមើលដើមដៃរបស់ខ្លួនគាត់បានឃើញពេលវេលាជាង100ឆ្នាំដែល Henry បានផ្ទេរឲ្យគាត់នៅលើកញ្ចក់បង្អួច Henry បានសរសេរសារចុងក្រោយថាកុំខ្ជះខ្ជាយពេលវេលារបស់ខ្ញុំវើប្រញាប់ប្រញាល់ទៅកាន់បង្អួចហើយបានឃើញ Henry កំពុងអង្គុយនៅលើបង្កាន់ដៃស្ពានយ៉ាងស្ងប់ស្ងាត់នាឡិកាជីវិតរបស់ Henry កាន់តែខិតជិតដល់ទីបញ្ចប់3-2-1-0រាងកាយរបស់ Henry បានធ្លាក់ចុះទៅក្នុងទឹកវើព្យាយាមរត់ទៅជួយប៉ុន្តែវាហួសពេលទៅហើយការស្លាប់របស់ Henry ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពដែលនឹងនាំបញ្ហាមកដល់វើក្នុងពេលឆាប់ឥឡូវនេះវើចាប់ផ្ដើមចែករំលែកពេលវេលាដ៏មានតម្លៃទាំងនេះទៅកាន់អ្នកដែលត្រូវការវាបំផុតដើម្បីផ្លាស់ប្ដូរវាសនារបស់ពួកគេវើដើរទៅរកមិត្តសម្លាញ់របស់គាត់គឺ Borrell ដែលកំពុងបីកូនតូចនៅក្នុងដៃជាមួយភរិយាពួកគេទាំងពីរបានដើរចេញមកដាច់ដោយឡែកពីគ្រួសារដើម្បីជែកគ្នាអំពីបញ្ហាសំខាន់និងបន្ទាន់មួយទឹកមុខរបស់វើបង្ហាញពីភាពម៉ឺងម៉ាត់ខណៈដែល Borrell មើលទៅមានការព្រួយបារម្ភនិងមិនអស់ចិត្តចំពោះអ្វីដែលមិត្តរបស់គាត់កំពុងរៀបរាប់Borrell សម្លឹងមើលទៅមុខវើដោយក្តីរំភើបលីលំនឹងការតក់ស្លុតនៅពេលដឹងពីចំនួនពេលវេលាដែលវើមានវើចាប់ដៃ Borrell ហើយផ្ទេរពេលវេលាចំនួន10ឆ្នាំទៅឲ្យមិត្តរបស់គាត់ភ្លាមដើម្បីធានាឲ្យគ្រួសារមិត្តភក្តិមានជីវិតរស់នៅបានយូរអង្វែង Borrell រំភើបចិត្តរហូតស្រក់ទឹកភ្នែកហើយពួកគេទាំងពីរបានអបគ្នាជាការលាគ្នាមុនពេលវើចាក់ចេញទៅបន្ទាប់ពីវើដើរចេញទៅ Borrell បានត្រឡប់ទៅមើលពេលវេលានៅលើដៃរបស់គាត់ដោយក្តីស្ងើចសរសើរនិងមិននឹកស្មានដល់ឈុតឆាកបានបដូរមកកាន់ Rachel ដែលជាម្ដាយរបស់វើនាងកំពុងដើរយ៉ាងប្រញាប់ប្រញាល់ទៅកាន់ចំណតឡានក្រុងនៅពេលនាងឡើងលើឡានក្រុងនាងត្រូវជួបនឹងការពិតដ៏ជូរចត់នៅពេលអ្នកបើកបរប្រាប់ថាតម្លៃសំបុត្រត្រូវបានដំឡើងភ្លាមស្ត្រីម្នាក់ព្យាយាមឡើងឡានក្រុងដោយយកពេលវេលាដ៏តិចតួចដែលនាងនៅសល់ដើម្បីបង់ថ្លៃធ្វើដំណើរប៉ុន្តែអ្នកបើកបរឡានក្រុងបដិសេធយ៉ាងត្រជាក់ល្ហឹមដោយសារតែតម្លៃធ្វើដំណើរបានកើនឡើងភ្លាមលើសពីអ្វីដែលនាងមានទ្វារបិទហើយឡានក្រុងក៏ចេញទៅដោយទុកនាងឲ្យនៅកណ្ដាលផ្លូវដ៏ស្ងាត់ជ្រងតែម្នាក់ឯងក្នុងពេលយប់ខណៈពេលដែលនាឡិកាជីវិតរបស់នាងកំពុងដើរថយក្រោយនាងគ្មានជម្រើសអ្វីក្រៅពីរត់នោះទេនាងព្យាយាមឃាត់រថយន្តមួយយ៉ាងអស់សង្ឃឹមប៉ុន្តែវាបានបើកហួសទៅស្របពេលនោះកូនប្រុសរបស់នាងរងចាំយ៉ាងអន្ទះសារនៅចំណតឡានក្រុងជាមួយនឹងបាច់ផ្កាប៉ុន្តែនៅពេលដែលអ្នកដំណើរចុះអស់គេមិនឃើញនាងតតែសោះដោយដឹងថាមានរឿងអាក្រក់កើតឡើងគេក៏ទម្លាក់បាច់ផ្កាចោលហើយប្រឹងរត់យ៉ាងលឿនក្នុងពេលយប់ដើម្បីទៅរកនាងដោយភាពនឿយហត់និងភ័យស្លន់ស្លោនាងបានគោះទ្វារដើម្បីសុំជំនួយប៉ុន្តែត្រូវបានគេមិនអើពើទាំងម្ដាយនិងកូនប្រឹងរត់ប្រណាំងនឹងពេលវេលាដើម្បីទៅជួបគ្នាឲ្យទាន់មុនពេលដែលអ្វីត្រូវហួសពេល